ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបឆាសាច់មាន់ង៉ាំង៉ើមានរសជាតិឈ្ងុយឆ្ងាញ់ហើយដិតហើយនេះគឺជាគ្រឿងផ្សំរបស់យើងមានដូចជាខ្លាញ់ខ្ទឹមសម្ទេសលក្ក្រូចលក្ខខ្ទឹមង៉ាំង៉ើគ្រឿងផ្សំគោលដែលសំខាន់ជាងគេនឹងគឺសាច់មាន់នឹងឯងថ្ងៃហ្នឹងបើកទូទឹកកកឃើញមាន់សល់មួយចំហៀងក៏នឹកឃើញថាំងធ្វើមុខនឹងញ៉ាំទៅព្រោះថាដែរធ្លាប់ធ្វើទេព្រោះថាគេធ្វើឡើងនិយាយរំទៅគេឡើងតន់ត្រែនហើយឯងមានតន់ត្រែនអីគេតាក់បន្តិចទេនេះហើយគល់ខ្ទឹមហ្នឹងខ្ញុំយកហាន់វាអញ្ចឹងខ្ញុំយកទៅលីងជាមួយនឹងខ្ទឹមសនិងលឹកក្រូចណាហើយលឹកខ្ទឹមយើងហាន់ប្រវែងនឹងមកអាហ្នឹងស្រ័យទៅលើពុកម៉ែបងប្អូនទេដែលចូលចិត្តហាន់បែបណាក៏ហាន់បែបហ្នឹងអញ្ចឹងទៅណាហើយឥឡូវខ្ញុំមកហាន់ជាមួយនឹងម្ទេសរបស់យើងណាយើងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ព្រោះថាមុខនេះគឺញ៉ាំស្ទើរហិលគឺមិនឆ្ងាញ់ទេតតែហិលឲ្យចាស់ដៃតែម្ដងមិនដាក់ជាមួយនឹងតិចជុំគ្នាពេលល្ងាចឡើងញីពីថាជាតិសាហាវខ្លាំងមែនទែនហើយខ្ទឹមសខ្ញុំប្រើចំនួន1មើមខ្ញុំយកមកច្រាំវាអញ្ចឹងណាហើយឥឡូវខ្ទឹមសរបស់យើងក៏បានចិញ្ចាំរួចរាល់អស់ហើយសាច់មាន់របស់យើងក៏យើងលាងទឹកហាន់កាប់វារួចអស់ហើយក៏គ្រឿងក្រៅរបស់យើងក៏បានរួចរាល់សពមុខអស់ហើយគឺយើងចាប់ផ្ដើមមកដាក់ខ្លាញ់ដើម្បីឲ្យក្តៅណាដាក់ខ្លាញ់ក្តៅហើយគឺយើងដាក់សាច់មាន់ចូលមកដើម្បីបំពងវាអញ្ចឹងណាកាលណាដែលយើងយកវាទៅឆាទាំងស្រស់អញ្ចឹងគឺវាអត់ឆ្ងាញ់ទេតតែយើងយកមកបំពងរៀងស្រួយតិចមកអូយអែមខ្លាំងមែនទែនពេលដាក់ជាមួយនឹងគ្រឿងក្រៅនិយាយពីថាចូលគ្នាសាហាវហើយយើងមើលសាច់មាន់គោវឹកវាចឹងមកមើលទៅតែក្រៀមមកល្មមហើយក៏ខ្ញុំចាប់ផ្ដើមយកមកស្រង់សាច់មាន់ដើម្បីវាអស់ខ្លាញ់អញ្ចឹងណាសាច់មាន់បងប្អូនកុំយកក្រៀមពេកតែក្រៀមពេកអត់ឆ្ងាញ់ទេខ្ញុំចូលចិត្តតែមកល្មមតែក្រៀមពេកគឺអត់មានសាច់ញ៉ាំណាបងប្អូនហើយឥឡូវយើងរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមមករំលីងជាមួយនឹងខ្ទឹមសគល់ខ្ទឹមហើយនឹងលក្ខក្រូចយើងក៏បន្ថែមជាមួយនឹងប៊ីចេងស្ករហើយនឹងប្រេងខ្យងនឹងឯងយកគោវឹកវាមកចឹងមកណាគោវឹកវារំលាយសពចូលគ្នាអស់ហើយគឺយើងចាក់សាច់មាន់ចូលចឹងមកបន្ទាប់ពីចាក់សាច់មាន់ចូលហើយយើងគោវឹកវាតិចមកយើងដាក់ជាមួយនឹងង៉ាំងើចំនួន2លាបព្រាចឹងមកណាយើងគោវឹកវាបន្ថែមគឺយើងថែមជាមួយនឹងទឹកបន្តិចដើម្បីលម្ងាស់ទៅមានជាតិជូររំលាយអាជាតិង៉ាំងើចូលជាមួយនឹងសាច់មាន់រឹតផ្អែមខ្លាំងមែនទែនយើងលម្ងាស់ចឹងហើយបន្ទាប់ពីភ្លក់មើលប្រៃផ្អែមជូរហិលហើយគឺយើងចាប់ផ្ដើមដាក់លឹកខ្ទឹមហើយនឹងម្ទេសនឹងមកបន្ទាប់ពីរួចរាល់ហើយគឺយើងចាប់ផ្ដើមមកដួសដាក់ចានមកនិយាយពីថាទំនងខ្លាំងមែនទែនមួយមុខហ្នឹងពេលជួបជុំមិត្តភ័ក្តិបងប្អូនគ្រួសារមកពីធ្វើការហត់ពេលល្ងាចអីយើងមានជាមួយនឹងតិចអូយអែមខ្លាំងមែនទែនតែម្ដងណាហើយបើសិនជាពុកម៉ែបងប្អូនមានកម្មវិធីអីកុំភ្លេចមុខនេះគឺឆ្ងាញ់មែនទែនតែម្ដងហើយឥឡូវយើងមកភ្លក់ទាំងអស់គ្នានិយាយពីថាមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ឆ្ងាញ់ដែរព្រោះថាលើកទី1ដែលធ្លាប់បានញ៉ាំអញ្ចឹងទៅវាប្លែកមាត់ហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណាសូមអរគុណសូមជម្រាប